ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាវីដេអូទី13ហើយណាបងប្អូនចាពួកខ្ញុំទៅលេងនៅចា Florida ហ្នឹងណាចាវីដេអូនេះគឺថាចាប់ដើមដោះអាវពងដល់ឲ្យកូនលាងខ្លួនលាងអីឲ្យកូនហើយព្រោះអីរៀបចំឡើងទៅលើវិញណាព្រោះអីចិត្តដល់ម៉ោង check out ទៅនេះcheck out សណ្ឋាគារចាពួកអីម៉ោង11អញ្ចឹងក្នុងហើយម៉ោង10ជាងតិចតួចហ្នឹងគឺប្តីខ្ញុំចាប់ដើមលាងខ្លួនលាងអីឲ្យកូនហើយចាកូនប្រុសខ្ញុំមួយហ្នឹងគឺថារៀងខ្លាចជាងគេអញ្ចឹងចាយ៉ាងយើងចេះតែប្រហាត់ចេះតែពងៀនចេះតែណែនាំទៅហើយកូនស្រីខ្ញុំនេះគេមិនសូវជាខ្លាចអីហ្មងទេមើលណាលេងម្នាក់ឯងអញ្ចឹងហើយកូនប្រុសកដាលហ្នឹងក៏មិនសូវជាខ្លាចណាកូនប្រុសបងហ្នឹងរៀងខ្លាចនេះខ្លាចនោះបន្តិចអញ្ចឹងក៏ពងៀនចាណែនាំណែអីអញ្ចឹងទៅចារៀងហត់មាត់ជាងគេបន្តិចដែរដោយសារក្បាលខូចផងអីចឹងណាចាមានអីទេបងប្អូនលាងខ្លួនលាងអីឲ្យកូនចារៀបចំត្រឡប់ទៅច្រាំងវិញហើយពួកអីបងពុកម៉ាក់បងស្រីខ្ញុំតិចទៀតក៏គាត់មកដល់មករកមកជួបគ្នាអញ្ចឹងណាណាត់ជួបគ្នាគាត់មកពីតិចសាសដែរប៉ុន្តែអើយចង្អាយមិនដែលបានជួបគ្នាទេបងប្អូនអើយពុតមិត្តភក្តិមែនប៉ុននៅរត់ជាមួយគ្នាមែនប៉ុនលពលធ្វើការរកស៊ីរៀងខ្លួនចានៅ2-3ម៉ោងពីគ្នាអីណោះអញ្ចឹងក៏ចៃដន់មកគាត់មកលេងសមុទ្រដែរហើយយើងមកលេងសមុទ្រដែរអញ្ចឹងក៏ត្រូវថ្ងៃគ្នាអូកូនខ្ញុំក្លាប់ភីងបងប្អូនកន្លែងនេះឃើញខ្យល់ខ្លាំងមែនតែនសមុទ្ររបៀបថានេះខ្លាំងមើលក្លាប់ភីងហើយមកអង្គុយដួសខ្សាច់ធម្មតាចាគឺថាទឹកអាឡូបខ្លាំងចាគឺសិតតែអញ្ចឹងឯងគឺក្លាប់ភីងចាប៉ាគេឃើញក្លាប់អញ្ចឹងមកលើកយកទៅលាងខ្លួនលាងខ្សាច់ចេញហើយចាគឺតទៅចាប់ដៃតែអត់ចាតែអត់បានចាប់ដៃគេទេគឺថាឆ្លក់ទឹកឆ្លក់ខ្សាច់ហ្នឹងហើយបងប្អូនចាគេ2នាក់នេះវិញគេលេងចូលគ្នាកូនប្រុសខ្ញុំវិញលេងខ្លួនហើយឆ្លៀនមកលេងខ្សាច់ថែមទៀតចានេះប៉ាគេតតារៀងចូលមករៀងជ្រៅអញ្ចឹងណាបានអត់សូវលោកមកខ្លាំងចាគេសុបាយគេណាបងប្អូនអើយក្មេងចាឆ្លក់ទឹកមិនចាបាត់ឆ្លក់លេងតទៀតកូនប្រុសខ្ញុំរៀងតែឆ្លក់ទឹកហើយឡើងចង់ហ៊ានលេងណាចាតិចទៀតហ្នឹងគេចាគេចូលទៅអង្គុយក្បែរម៉ាគេនោះហើយពួកអីគេលាងខ្លួនលាងអីហើយអង្គុយចាំសន្ទុះធំណាស់ហ្នឹងបងប្អូនបានពួកខ្ញុំឡើងអស់គ្រប់គ្នាព្រោះម្នាក់នៅស្ដាយសមុទ្រដល់ពេលអញ្ចឹងហើយអ្នកនេះឡើងអ្នកនោះចុះហើយអ្នកនោះចុះផ្លាស់ប្ដូរគ្នារហូតអញ្ចឹងន័យថាទៅគ្នាច្រើនហ្នឹងរៀងដូចក្តាមចាប់ដាក់ឆ្អេដែរហ្នឹងបងប្អូនចាអូគេលាងខ្លួនលាងអីរួចឡើងមកវិញហ្នឹងគេថាលេងតទៀតសប្បាយបងប្អូនមើលក្មេងៗលេងហើយយើងនេះមិនសូវជាអ្នកលេងហ្មងចាប៉ិនសប្បាយចានេះមិត្តភក្តិបងស្រីខ្ញុំគាត់មកគាត់ប្រត់អានបងស្រីខ្ញុំតាំងពី high school ណាបងប្អូនតាំងពីនិយាយទៅថ្នាក់ទី7ទី8ហើយមកដល់ឥឡូវចាគឺថាមកហ្នឹងនិយាយជាមួយបងប្អូនប្រុសខ្ញុំគាត់មានធំហ៎ពីទូចហ្នឹងនោះប្រហែលប៉ិនការបែកគ្នាជាមួយបងស្រីហ្នឹងគឺប៉ិនកូនខ្ញុំនឹងឯងបងអូនប្រុសខ្ញុំចាដល់ពេលហើយជួបនិយាយគ្នាលេងបានមួយផ្លែនងគ្នាថតរូបថតអីលេងជាមួយគ្នាអញ្ចឹងគ្រួសារបងស្រីចាគឺថាបបួលគ្នាទៅញ៉ាំអីថ្ងៃត្រង់មួយគ្នានេះកូនពួកគាត់ចាកូនពួកគាត់2នាក់ចាឲ្យបងស្រីហ្នឹងគាត់និយាយទៅមកនៅអាមេរិកត្បូងគាត់មកជារៀនក៏មកនៅផ្ទះជាមួយពួកខ្ញុំបាន1ឆ្នាំ2ឆ្នាំអញ្ចឹងល្មមតែគាត់ទៅនៅជាមួយបងប្អូនគាត់ចាពួកយើងមករកហាងញ៉ាំនេះបងប្អូនចាជីទៅជីមកឃើញហាងមួយនេះក៏នាំគ្នាចូលញ៉ាំអីចាជាហាងលក់ម្ហូបចិនណាព្រោះអីយើងអាស៊ីនឹងមានអីទេមានតែញ៉ាំម្ហូបអាស៊ីដូចគ្នានឹងឯងចាអង្គុយចាំម្ហូបអញ្ចឹងក៏ថតបានបំផុសពីប៉ុសអញ្ចឹងទៅចាម្ហូបគេមានអីឆ្ងាញ់ដែរតាបងប្អូនចាបងស្រីពូម៉ាក់បងស្រីខ្ញុំហ្នឹងក៏ប៉ាវទៀតចាញ៉ាំហ្នឹងចានេះក្រុមគ្រួសារពួកគាត់ថាមិនអោយប៉ាវទេចាប៉ិនប៉ាវហើយម្ហូបយើងមានអីទេបងប្អូនចាដូចឃើញអញ្ចឹងមានបាយឆាមានឆាបន្លែមានស៊ុបទៅវាពួកស៊ុបក្តាមស៊ុបត្រីអីអញ្ចឹងណាបងប្អូនចាបាយជាមួយឆាបន្លែកូនស្រីខ្ញុំចាថតបន្តិចតួចញ៉ាំនិយាយគ្នាលេងបានមួយសន្ទុះគឺចាពួកយើងបែកគ្នារៀងខ្លួនទៅទៀតបន្តដំណើររៀងខ្លួនទៀតចា
អរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយកូនស្រីខ្ញុំគឺថាមកដល់ គេទៅអើយល្អខ្នាញ់មែនតើបងប្អូនអើយខ្នាញ់ណាស់ចាអញ្ចឹងបន្តទៅណាទៀតជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាណាបងប្អូនណាចាជម្រាបលា